ងាប់ហើយមនុស្សមុខអាក្រក់សាសងស្នេហាអើយសម័យមិនចេញទេហើយពេលរៀបការបានកូនមកមុខប្រកាសជាដូចអេលៀនណែអាហ៊ីងក្បាលគិញគក់ហើយចុះឯងមកដៀលអញស្អីមើលខ្លួនឯងណាតើពួកយើងបានទៅធ្វើស្ដួយហេតុអុយក៏បានជាមកមើលងាយបែបនេះទូធ្វើខ្លួនឲ្យវាល្អត្រឹមត្រូវបន្តិចទៅបានទេខ្លួនឯងក៏មិនស្អាតជាងគេប្រមាណដែរហេតុអុយក៏ជ្រឹកអន់បែបនេះណែបជ្រុយធំមនុស្សប្រុសធាត់ដូចជាខ្ញុំនេះណាគេហៅថាសង្ហាខ្លាំងណាស់ហើយមនុស្សស្រីគេស្រឡាញ់តែក្បាលពោះខ្ញុំទេអាម៉ាប់អើយអញខ្ពើមណាស់នេះសរសើរតែឯងមានលុយទេបើសិនជាឯងអត់លុយវិញណាគេហៅឯងថាហ៊ីងដូចតែគ្នាហ្នឹងអញសង្ហាដោយសារមានលុយហើយចុះឯងអត់លុយតើគិតយ៉ាងណាទៅលុយកាក់ពួកយើងអាចរកបានតាមក្រួយបានតែសំខាន់បំផុតនោះគឺអាចរឹករឹកពីតើកាលណាឆ្លើយហើយគេស្អប់គេមិនលើងនោះទេចរិតអន់គឺថាអន់មកជីវិតហើយអាម៉ាប់អើយអញមើលទៅអាណិតឯងខ្លាំងណាស់មានលុយចាយពេញដៃប៉ុន្តែបែរជាចរិតវាមិនកើតអញ្ចឹងបានដូចគេថាមនុស្សយើងវាមិនបានគ្រប់10ល្អមែនវាតែងតែខ្វះនេះខ្វះនោះហើយឯងខ្វះជាងគេខ្វះជាងឯងណារឿងអាម៉ាប់អស្ចារ្យអាម៉ាប់គឺជាកូនរបស់ពូឌីមីងរុយដែលជាអ្នកមានគួរសមនៅក្នុងភូមិអាម៉ាប់ជាមនុស្សវាយរឹកសម្បើមណាស់ហើយតែងតែមើលងាយអ្នកភូមិថាគ្រប់គ្នាមិនស្មើនឹងខ្លួនឯងពួកយើងក៏ជាអ្នកមានមុខមានមាត់នៅក្នុងភូមិនេះដែរអ្នកណាក៏គេគោរពស្រឡាញ់ហើយថែមទាំងមានអ្នកចង់ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយនឹងពួកយើងទៀតផងត្រូវហើយឯងបើយើងមានបានធូរធារបែបនេះតើអ្នកណាគេដែលមិនចង់ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយទៅប៉ុន្តែមិនដឹងថាគួររើសអ្នកណាធ្វើជាកូនប្រសាអាម៉ាប់កូនប្រុសយើងពេលនេះវាមិនទាន់ចេះគិតអីវែងឆ្ងាយនោះទេប៉ុន្តែបណ្ដោយមិនបានឡើយណាខ្ញុំគិតថាតើតែវាមានគ្រួសារទើបវាចេះគិតហើយពួកយើងក៏មិនចាំបាច់ទៅរើសអីច្រើនពេកដែរព្រោះថាកូនប្រុសយើងមិនមែនល្អគ្រប់10ឯណាឯងមែនហើយខ្ញុំក៏គិតអញ្ចឹងដែរល្មមបានហើយអញ្ចឹងពួកយើងគួរតែសម្លឹងមើលកូនគេនៅក្នុងភូមិនេះទៅគេថាជួញចិត្តប្រសើរជាងជួញឆ្ងាយបើអញ្ចឹងចាំមើលពេលអាម៉ាប់មកខ្ញុំយករឿងនេះនិយាយជាមួយវាហើយអូនោះនិយាយដើមនឹងហើមដល់ណែអាម៉ាប់ពុកម៉ែមានរឿងមួយចង់និយាយជាមួយឯងណាតើរឿងអីទៅពុកគឺពុកម៉ែចង់ឲ្យឯងនឹងមានប្រពន្ធអីម៉ែខ្ញុំមិនបដិសេធទេប៉ុន្តែខ្ញុំរើសបន្តិចហើយហើយចុះឯងចង់រកប្រពន្ធរបៀបម៉េចទៅកូនស្អាតឆ្លាតមានខ្ញុំត្រូវការតែ3ចំណុចនឹងទេងាប់អញហើយអាម៉ាប់ហើយរើសប្រពន្ធរបៀបនឹងមានដែរទេហើយមុននឹងរើសហើយមានមើលរូបរាងខ្លួនឯងដែរទេរូបរាងឯងវាល្អណាស់ណាទៅបានជារើសប្រពន្ធបែបនេះបើគេល្អម្លឹងគេមិនមើលឃើញក្បាលឯងទេកូនណាល្មមបានហើយនៅក្នុងភូមិនេះអ្នកណាក៏គេស្រឡាញ់រាប់អានគ្រួសារយើងដែរហើយឯងក៏វាមិនសូវមានសម្ពាធហើយឯងរើសខ្លាំងពេកណាគេមិនមកមើលឯងនោះទេពុកម៉ែនេះគឺជាកិត្តិយសរបស់ពុកម៉ែតើបើខ្ញុំយកប្រពន្ធអ្នកក្រពុកម៉ែប្រកាសជាខូចកិត្តិយសហើយគេប្រកាសជារស់នៅពឹងលើទ្រព្យសម្បត្តិពួកយើងហើយបើខ្ញុំយកប្រពន្ធអាក្រក់កូនកើតមកប្រកាសជាអាក្រក់ខ្ញុំមិនស្រឡាញ់នោះទេខ្ញុំមិនចូលចិត្តខ្ញុំចង់បានតែប្រពន្ធស្អាតហើយបើសិនជាប្រពន្ធនោះល្ងងទៀតកូនកើតមករត់តែល្ងងហើយគ្រួសារយើងតទៅមុខវង្សតកូលរបស់យើងក៏កាន់តែល្ងងខ្លៅខ្ញុំគិតវែងឆ្ងាយណាស់ណាឲ្យតែរើសម្លឹងទៅជាតិនឹងដឹងតែគ្មានបានប្រពន្ធនឹងគេទេបើអញ្ចឹងកុំនិយាយអំពីបញ្ហានឹងអីទុកវាម្លាយសិនទៅចាំថ្ងៃក្រោយនិយាយទៀតព្រោះថានិយាយពេលនេះក៏វាមិនត្រូវគ្នាដែរណែឯងខ្ញុំដូចជាឆ្ងល់ដល់ហើយបងសឿនបងអុកឲ្យទៅជួបខ្ញុំពេលណាដឹងតែនិយាយសរសើរពីអាឆ្នុករហូតនេះឯងនៅមិនយល់ទៀតមែនទេគឺគាត់ចង់បានអាឆ្នុកធ្វើជាកូនប្រសានឹងណាថាម៉េចបើអញ្ចឹងមានន័យថាបជ្រុយធំស្រឡាញ់អាឆ្នុកមែនទេប្រហែលជាអញ្ចឹងហើយណាឯង
បងអុកបងសឿនហើយនឹងបជ្រុយធំគ្រួសារគេសុទ្ធតែចរិតល្អទាំងអស់ប៉ុន្តែខ្ញុំខ្លាចតែអាឆ្នុកវាមិនស្រឡាញ់បជ្រុយធំ ស៊ីសងនឹងពួកយើងសួរចិត្តកូនទៅបាទឆ្នុកពីពេញចិត្តដែរពួកយើងចូលស្ដីនឹងដឹងភ្លាមឯៗងនិយាយបែបនេះមានន័យថាឯងក៏ពេញចិត្តបជ្រុយធំដែរមែនទេ អ្នកណាមិនពេញចិត្តទៅបើបជ្រុយធំនាងជាកូនស្រីកតញ្ញូចេះគោរពប្រណិប័តឪពុកម្ដាយរាល់ថ្ងៃនេះបងអុកបងសឿនមិនដែលហត់នឿយនោះទេ បើអញ្ចឹងចាំសួរអាឆ្នុកទៅព្រោះបន្តិចទៀតវាមកដល់ហើយ នេះឯងចង់សួរភ្លាមៗនឹងមែនទេ សួរភ្លាមនឹងហើយដំដៃតន់នៅក្តៅខ្ញុំក៏ចង់ឲ្យអាឆ្នុកឆាប់មានប្រពន្ធដែរ ពុកម៉ែអញ្ជើញទៅផ្ទះវិញចុះការងារទាំងអស់នេះទុកឲ្យខ្ញុំជាអ្នកធ្វើ នៅឆ្នុកកុំតន់អីពុកចង់សួរឯងតើឯងចង់បានប្រពន្ធដែរទេ ប្រពន្ធមែនទេពុកចង់បានណាហើយខ្ញុំចង់បានម្ដងពីរទៀតផងណា ណែអាឆ្នុកឲ្យត្រឹមត្រូវបន្តិចទៅបានដែរទេមិនមែនជាការលេងសើចនោះទេ បងអុកបងសឿនពេញចិត្តឯងណាស់ពុកសង្ស័យតែបជ្រុយធំស្រឡាញ់ឯងហើយចូលឯងមានពេញចិត្តចាប់អារម្មណ៍ជាមួយបជ្រុយធំដែរទេ បជ្រុយធំឯងត្បិតតែនាងមិនស្អាតប៉ុន្តែនាងឆ្លាតហើយពូកែរកស៊ីហើយខ្ញុំពេញចិត្តដែរតើពុក បើឯងនិយាយថាពេញចិត្តទៅហើយពុកម៉ែចង់ចូលស្ដីនឹងដឹងនាងឲ្យឯងតើឯងយល់ព្រមដែរទេ យល់ព្រមវ័យខ្ញុំកំពុងតែចង់បានប្រពន្ធផងបើពុកម៉ែឲ្យយកខ្ញុំប្រកាសជាយល់ព្រមហើយ អាឆ្នុកនេះឯងដូចពុកកាលពីនៅកន្លោះអញ្ចឹង លេហាលមានរសជាតិឈ្ងុយឆ្ងាញ់មិនតែប៉ុណ្ណោះថែមទាំងមានទឹកជ្រលក់អំពិលទុំទៀតផងមិនថាបងប្អូនយកទៅហូបលេងឬមួយក៏ទៅហូបជាមួយបាយទេគឺឆ្ងាញ់ជាប់ចិត្តតែម្ដងអាកាសធាតុក្តៅបែបនេះញ៉ាំលេហាលគឺត្រូវបំផុតណាបងប្អូនមករស់រាន់នាំគ្នាទិញឲ្យហើយទៅអូបងម៉ាប់ត្រូវការញ៉ាំលេហាលទេលេហាលមានរសជាតិឈ្ងុយឆ្ងាញ់ នៅនឹងចាន់ណាសម្បត្តិខ្ញុំនឹងមែនទេស៊ីលៀហាល អូយបងម៉ាប់បងជាមនុស្សប្រុសហេតុអីក៏សម្ដីអាក្រក់បែបនេះនិយាយជាមួយនឹងមនុស្សស្រីគួរតែនិយាយឲ្យពិរោះបន្តិចទៅ ហើយចូលនាងជាស្អីត្រូវខ្ញុំនិយាយពីរោះជាមួយនោះ គឺខ្ញុំជាស្រីស្អាតប្រចាំភូមិនេះបងម៉ាប់ឯងមិនចាប់អារម្មណ៍ខ្ញុំទេឬ អូយណែចាន់ណាមើលខ្លួនឯងផងដៃខ្លីកុំចង់ស្វាអោភ្នំខ្ញុំគឺជាបរិសសង្ហាមានទ្រព្យសម្បត្តិស្រុកស្ដំរឿងអីដែលខ្ញុំទៅចាប់អារម្មណ៍ជាមួយនាង ងាប់ហើយបងម៉ាប់បើថាបងម៉ាប់ឯងអួតពីរឿងទ្រព្យសម្បត្តិស្តុកស្តម្ភអានឹងខ្ញុំជឿតែបើថាអួតពីសម្រស់គឺមិនឃើញសង្ហាត្រង់ណាផង បើខ្ញុំមិនសង្ហាមិនក៏គ្រប់គ្នាមកញ៉ាយខ្ញុំរហូត គឺដោយសារតែបងម៉ាប់ឯងជាអ្នកមាននឹងហើយបើសិនជាបងម៉ាប់ឯងជាអ្នកក្រក៏គ្មានអ្នកណាគេមកមើលមុខដែរ ណែចាណាខ្ញុំសុំប្រាប់ឲ្យច្បាស់ទៅចុះណាតើកាលណាខ្ញុំមានប៉ុណ្ណឹងហើយខ្ញុំរើសសម្បើមណាល្មមខ្ញុំមិនយកភ្នែកមើលនោះទេជាពិសេសដូចនាងអញ្ចឹងលក់លះហាលតាមចើមផ្លូវសោះចង់មកតាក់តងញ៉ាយខ្ញុំមែនទេទោះបីជាសម្រស់នាងស្រស់ស្អាតដូចជាទេវតាក៏ខ្ញុំមិនមើលមុខដែរ មនុស្សប្រុសអីក៏សម្ដីអាក្រក់បែបនេះមកដៀខ្ញុំកប់មាត់តែម្ដង ដូច្នេះចាប់ពីថ្ងៃនឹងតទៅកុំមករញ៉េរញ៉ៃក្នុងឆាកជីវិតខ្ញុំទៀត ស្ដីឲ្យឯងហើយជិះម៉ូតូទៅបានពិតជាអាក្រក់មែនអាកធាត់នេះអាងម៉ែអើយជាអ្នកមានមែនទេបានជាក្អើតកតោមបែបនេះ ណែអាអ្នកក្រឯងចង់ទៅណា អញចង់ទៅណាវាមិនទឹះក្បាលអីឯងទេអាអ្នកមាន យើសំដីថ្លោម្លេះហ่าក្រហើយនៅសំដីបានដាក់អញទៀត ហើយចុះឯងមានដែរឲ្យបាយអញស៊ីដែរទេរឿងអីដែលអញត្រូវមកល្អជាមួយឯងពេកនោះបើសម្ដីឯងស្ដាប់មកដូចបើសម្ដីឯងនិយាយចេញមកក៏ពិបាកស្ដាប់ដែរហ្នឹង ចុះឯងឆ្កែមែនណាដែលត្រូវអញឲ្យបាយស៊ី អាកធាត់និយាយស្ដីមើងងាយអញណាស់តើ អុយអាឆ្នុកឯងកុំលើកដំកើងខ្លួនពេកព្រោះឯងក្រទេ មួយម៉ាត់ក្រពីរម៉ាត់ក្រម្ដងចប់ឥឡូវហើយ ណែឯងក្រម្លឹងមានគេស្រឡាញ់ឯងដែរអត់ហ៎ មិនថាអត់ឥឡូវនេះពុកម៉ែអញកំពុងតែរៀបចំឲ្យហើយឲ្យអញមានគូសកលណាបន្តិចទៀតអញរៀបការហើយ ហើយចុះឯងរៀបការជាមួយអ្នកណាគេ គឺបជ្រុយធំហ្នឹងណា អញចង់តែសើចឲ្យអាយ៉ាមាត់ទេបជ្រុយធំមុខអាក្រក់ខ្លាំងណាស់ ថាឲ្យបជ្រុយធំផងមែនទេ
ហើយចុះឯងនឹងសង្ហាយ៉ាងណាទៅអាម៉ាប់មុខដូចជាហ៊ីង យ៉ាងណាអញជាមនុស្សប្រុសហើយអញមានលុយចំណែកឯបជ្រុយធំជាមនុស្សស្រីមុខអាក្រក់ហើយមិនមែនជាសេដ្ឋីផង តែគេជាមនុស្សដែលមានចរិតល្អមានគំនិតក្នុងការរកស៊ី អើមានន័យថាឯងក៏ចង់ឲ្យប្រពន្ធចិញ្ចឹមហើយ អញក៏ប្រឹងខ្លួនឯងដែរប៉ុន្តែអញរកមនុស្សមានគំនិត ប្រឹងរកទៀតទៅយ៉ាងណាក៏ឯងមិនអាចមានបានដល់អញដែរ អញចាំតែមើលតើជីវិតឯងនឹងจะមើលវាលោតដល់កម្រិតណាគង់តែអញតាមតន់ទេអានាង ពូឌីមីងរុយខ្ញុំទិញរបស់របរនិងនំចំណីជាច្រើនយកមកជូនអីយ៉ាកច្រឹបឯងចិត្តបានដល់ហើយនិយាយពីថាអាសាទិញនេះទិញនោះឲ្យពួកយើងណា ណែកច្រឹបឯងល្អបែបនេះស័ក្តិសមជាមួយអាម៉ាប់កូនពូដល់ហើយ អូយពូឌីកុំនិយាយបែបនេះបានទេខ្ញុំអៀនណានិយាយមែនតើកច្រឹបមីងពេញចិត្តឯងខ្លាំងណាស់ឯងបើសិនជាធ្វើជាកូនប្រសាមីងមិនដឹងជាល្អយ៉ាងណាទេផ្ទះនេះខ្វះកូនប្រសាស្រីបើបានកូនប្រសាស្រីចេះយកចិត្តទុកដាក់ដូចជាឯងបែបនេះនិយាយពីថាមីងទៅណាមកណាប្រកាសជាដើរអួតគេតតាណានៃនឹងរឿងនេះខ្ញុំមិនទាន់ហ៊ានគិតទេពូមីងអើយតតែសួរពុកម៉ែខ្ញុំសិន សួររួចហើយបានជាពូហ៊ាននិយាយជាមួយឯងនឹងណាពុកម៉ែឯងមិនថាអីនោះទេបើសិនជាឯងពេញចិត្តអាម៉ាប់ដែរណាពូចូលស្ដីភ្លាមតែម្ដង ខ្ញុំតាមតែពុកម៉ែខ្ញុំទេ ណែកច្រឹបឲ្យអត់ការងារធ្វើទេអីបានជាមកផ្ទះខ្ញុំ ណែអាម៉ាប់ឯងជាប្រុសនិយាយជាមួយនាងឲ្យស្រួលបួលបន្តិចទៅបានដែរទេនាងខំយករបស់របរជាច្រើនយកមកផ្ញើឯងណាបងម៉ាប់ខ្ញុំទៅតែមកពីដើរលេងក្រៅប្រទេសមានរបស់របរជាច្រើនចង់យកមកផ្ញើ ឮតែអាម៉ាប់ក្មួយច្រឹបនេះណាគេមានចិត្តណាពុកម៉ែនិយាយកាន់ជើងនាងបែបនេះឬមួយក៏ពុកម៉ែស្រឡាញ់នាង អើពុកម៉ែពេញចិត្តនាងហើយចង់ចូលស្ដីនឹងដឹងនាងឲ្យឯង អត់ទេណាមុខអាក្រក់បែបនឹងខ្ញុំមិនយកទេ ថាម៉េចនេះបងម៉ាប់ឯងថាខ្ញុំមុខអាក្រក់មែនទេខ្ញុំឈឺចាប់ណាស់ ណែក្មួយច្រឹបឯងមិនអាក្រក់នោះទេសំខាន់ទៅលើអត្តចរិតមនុស្សស្រីគឺសំខាន់ទៅលើអត្តចរិតនឹងហើយអើយពុកអត្តចរិតស្អីខ្ញុំមិនចូលចិត្តទេទៅឆាប់ត្រឡប់ទៅវិញទៅកច្រឹបថ្ងៃក្រោយឈប់មកផ្ទះខ្ញុំទៀត ឈឺចាប់ណាស់ដែលត្រូវលឺពាក្យក្រោតគ្រាតអស់នេះបានតទៅខ្ញុំមិនមកទីនេះទៀតទេ អាកូនចង្រៃយោហេតុអីក៏ឯងដេញនាងទៅទាំងបែបនេះ ពុកម៉ែឈប់ផ្សំគុំខ្ញុំជាមួយមនុស្សស្រីមុខអាក្រក់អញ្ចឹងទៀតទៅខ្ញុំមិនចូលចិត្តនោះទេខ្ញុំត្រូវការស្អាតឆ្លាតហើយមានវិអាកធាត់នេះឯងរើសម្លឹងដឹងតែអត់ប្រពន្ធហើយ បងអុកបងសឿនខ្ញុំចង់មកស្ដីនឹងដឹងបជ្រុយធំឲ្យអាឆ្នុកកូនប្រុសរបស់ខ្ញុំ អូមិនអីទេបងនេះពេញចិត្តអាឆ្នុកខ្លាំងណាស់បានឮបងនិយាយបែបនេះខ្ញុំសប្បាយចិត្តណាស់ព្រោះខ្ញុំនិងប្រពន្ធក៏ពេញចិត្តបជ្រុយធំដែរ ពួកយើងសុទ្ធតែស្គាល់ប្រវត្តិគ្នាទៅវិញទៅមកមិនជាបញ្ហាអីនោះទេណែបងប្អែបងសឡាបងគិតចង់ឲ្យពួកគេប្រញាប់ភ្ជាប់ពាក្យបន្តិចតែបានដែរទេចារឿងនឹងប្រកាសជាអញ្ចឹងហើយឲ្យតែបងយល់ព្រមភ្ជាប់ពាក្យថ្ងៃណាក៏បានដែរ ត្រូវហើយបើបានភ្ជាប់ពាក្យខ្ញុំនេះវាធ្ងន់ចិត្តព្រោះដោយសារខ្ញុំខាងស្រីមិនអីទេខ្ញុំមិនឲ្យបងមានការព្រួយបារម្ភអីឡើយ បជ្រុយធំនៅពេលដែលពួកយើងរៀបការតើអូនចង់ប្រកបមុខរបរអីដែរ គឺអូនចង់បើកកលែងលក់អង្គណាបងឆ្នុកតើបងឯងគិតយ៉ាងណាទូ អូល្អណាស់បងនេះពូកែធ្វើស្រែប្រកាសជាមានអង្គឲ្យអូនលក់ច្រើន ចំណែកឪពុកមេអូនក៏មានស្រែច្រើនហិកតាដែរបានស្រូវមកមិនបាច់ខ្លាចថលក់មិនចេញទេព្រោះអូនជាអ្នកលក់ហើយអូនក៏ប្រកែកនិយាយបែបនេះទៀតប្រកាសជាលក់អស់បានលុយច្រើន ត្រឹមត្រូវណាស់អូនឯងពិតជាមានគំនិតមែនបងរៀបការជាមួយអូនពិតជាមិនខុសនោះទេ ងាប់ហើយមនុស្សមុខអាក្រក់សាសងស្នេហាអូយសម័យមិនចេញទេហើយពេលរៀបការបានកូនមកមុខប្រកាសជាដូចអេលៀន ណែអាហ៊ីងក្បាលគីងគក់ហើយចុះឯងមកដៀលអញស្អីមើលខ្លួនឯងណា តើពួកយើងបានទៅធ្វើស្ដួយហេតុអុយក៏បានជាមកមើលងាយបែបនេះទូធ្វើខ្លួនឲ្យវាល្អត្រឹមត្រូវបន្តិចទៅបានទេខ្លួនឯងក៏មិនស្អាតជាងគេប្រមាណដែរហេតុអុយក៏ជ្រឹកអន់បែបនេះ
ណែបជ្រុយធំមនុស្សប្រុសធាត់ដូចជាខ្ញុំនេះណាគេហៅថាសង្ហាខ្លាំងណាស់ហើយមនុស្សស្រីគេស្រឡាញ់តែក្បាលពោះខ្ញុំទេ អាម៉ាប់អើយអញខ្ពើមណាស់នេះដោយសារតែឯងមានលុយទេបើសិនជាឯងអត់លុយវិញណាគេហៅឯងថាហ៊ីងដូចតែគ្នាហ្នឹង អញសង្ហាដោយសារមានលុយហើយចុះឯងអត់លុយតើគិតយ៉ាងណាទៅ លុយកាក់ពួកយើងអាចរកបានតាមក្រួយបានទេសំខាន់បំផុតនោះគឺអាចរឹករឹកពីតើកាលណាឆ្លើយហើយគេស្អប់គេមិនលើកនោះទេ ចរិតអន់គឺថាអន់មកជីវិតហើយអាម៉ាប់អើយអញមើលទៅអាណិតឯងខ្លាំងណាស់មានលុយចាយពេញដៃប៉ុន្តែបែរជាចរិតវាមិនកើតអញ្ចឹងបានដូចគេថាមនុស្សយើងវាមិនបានគ្រប់10ល្អមែនវាតែងតែខ្វះនេះខ្វះនោះហើយឯងខ្វះជាងគេខ្វះជាងឯងណា អុយអាចនោះហើយហ៊ានមើងងាយអញផងអញមានម្លឹងហើយហ៊ានមកមើងងាយអញទៀត អើបើឯងវាអន់មែននោះមិនអោយអញមើងងាយយ៉ាងម៉េចមុខអាក្រក់ហើយចរិតអន់ទៀតឯងបានតែទ្រព្យសម្បត្តិទេហើយបើអត់ទ្រព្យសម្បត្តិទៀតមិនដឹងយ៉ាងណាយ៉ាងណីទេហើយអញ្ចឹងកុំយកមកអួតគេអញខ្ពើមណា ទូឆ្ងាយទូកុំមករំខានគេនិយាយគ្នា ហេអាផេះអ្នកសុលហើយទៅតែមកពីណាហ្នឹងទៅតែមកពីស្ដីដណ្ដឹងកូនគេហ្នឹងណាឌី តើស្ដីដណ្ដឹងកូនអ្នកណាទៅគឺដណ្ដឹងបជ្រុយធំកូនបង្អុកបង្សឿននឹងណា អូអាផេះសូមអបអរសាទរផងឯងបានបង្អុកបង្សឿនធ្វើជាដន្លងគឺល្អខ្លាំងណាស់ប៉ុន្តែបជ្រុយធំនេះមិនសូវស្អាតទេ អូយរូបសម្រស់ស៊ីមិនកើតទេសំខាន់ចរិតរបស់បជ្រុយធំគឺល្អនាងកតញ្ញូជាមនុស្សឆ្លាតរហ័សរហួនកូនប្រសាបែបនេះគឺកម្ររកបានណាខ្ញុំក៏ចង់បានកូនប្រសាបែបនឹងដែរតែអាម៉ាប់កូនខ្ញុំវារើហើយសែនរើអាសូរតែវាសង្ហាវាស្អាតទៅមិនថាទេអរគុណណាស់ដែលបានសរសើរអនាគតកូនប្រសាខ្ញុំពិតជាស្រឡាញ់បជ្រុយធំណាស់ហើយក៏សំណាងដែរដែលឆ្នុកកូនប្រុសខ្ញុំវាយល់ព្រមទៅតាមពួកខ្ញុំ អាចឆ្នុកកូនអ្នកសុលឯងណាល្អណាស់ចេះស្ដាប់ឪពុកម្ដាយបើអាម៉ាប់កូនខ្ញុំវិញគឺថាសរោហើយវាប្រឆាំងនឹងខ្ញុំគ្រប់ពេលនេះដោយសារតែវាមិនទាន់ជួបគូព្រេងនឹងណាបើពេលវាជួបគូព្រេងប្រកាសជាពេញចិត្ត គូព្រេងអីទៅវារោស្អាតឆ្លាតមានតរឯណានៅក្នុងភូមិយើងគ្មានអ្នកណាមានចំណុចទាំងអស់នេះនោះទេបើអញ្ចឹងអ្នករុយឯងទ្រាំសិនទៅសង្ឃឹមថានឹងបានកូនប្រសាដោយបំណងចោះ 6 ខែកន្លងផុតទៅ ណែនាងច្រាប់យ៉ាងម៉េចទៅហើយឮថាឯងតាមស្រឡាញ់បងម៉ាប់នោះលទ្ធផលយ៉ាងម៉េចទៅហើយបានសម្រេចដែរទេអូយមនុស្សស្អីរឹកពីបែបនេះធ្វើដោយខ្លួនឯងនឹងជាប្រុសស្អាតអញ្ចឹងគ្នាខំមុខក្រាស់ទៅតាមហើយបែរជាស្ដីឲ្យគ្នាដេលគ្នាដូចឆ្កែដូចឆ្មាឈប់តាមគាត់គឺឈប់តាមគាត់យូរណាស់មកហើយឈប់តាមទៅពីដំបងឡើយគ្នាក៏ខំលួចស្រឡាញ់ដែរប៉ុន្តែបែរជានិយាយស្ដីជាមួយគ្នាឡើងក្រោតក្រៀតចែកគ្នាឡើងកប់មាត់មនុស្សប្រុសស្អីក៏សម្ដែងអាក្រក់បែបនេះគ្នាពិតជាស្អប់ណាឯងឈប់ស្រឡាញ់ទៅមនុស្សអាក្រក់បែបនឹងនោះយល់ល្អគួរតែសម្លឹងមើលអ្នកផ្សេងវិញទៅណាខ្វះអីបរោះល្អនៅក្នុងភូមិយើងមកកណូនោះនៅក្នុងភូមិនេះអ្នកដែលល្អមានតែបងឆ្នុកទេប៉ុន្តែឥឡូវនេះគាត់បានរៀបការហើយនឹងគិតទៅគួរស្ដាយណាស់កាលនោះគ្នាមិនគួរណាមើលរំលងបងឆ្នុកសោះឥឡូវនេះគាត់រៀបការហើយធូរធារសម្បើមណាចាប់ដៃគ្នាជាមួយនឹងប្រពន្ធនិយាយពីខំរកស៊ីទាំងយប់ទាំងថ្ងៃគេចេះគិតទាំងប្តីទាំងប្រពន្ធរឿងអីដែលគេមិនឆាប់មានបានទៅណាមួយអ៊ំអុកហើយនឹងអ៊ំសឿននឹងគាត់ក៏សល់ទ្រព្យបន្តិចដែរចាយកូននោះគិតតែពួកយើងវិញទៅឥឡូវនេះពួកយើងកាន់តែចាស់ទៅហើយនៅតែមិនទាន់មានប្តីទៀតគ្នាសង្ស័យថានៅព្រើហើយនៅព្រើចាំភូមិមែនទេគ្នាពិតជាខ្មាស់គេណា អីយ៉ាជិះម៉ូតូមកផ្លូវនេះជួបអ្នកក្រទៀតហើយមុខស្អាតបាតប៉ុន្តែមួយយៀតមិនកើត យីបងម៉ាប់ហេតុអីក៏មកដៀលខ្ញុំថាខ្ញុំមួយយៀតមិនកើតមែនហើយគេមិនបានធ្វើអីខ្លួនឯងផងបើមួយយៀតកើតមិនមែននៅតែក្របែបនឹងនោះទេយេមួយម៉ាត់ក្រពីរម៉ាត់ក្រមួយថ្ងៃនិយាយពាក្យនឹងប្រហែលដងទៅជួបខ្ញុំ10ដងដៀលខ្ញុំទាំង10ដងឲ្យវាល្មមបានហើយណាគេជាមនុស្សស្រីគួរតែចេះឲ្យតម្លៃគេខ្លះផងទៅងាប់ហើយនេះហើយគេហៅថាមួយយៀតអន់មើលចុះស្រីស្រស់ស្អាតគេនិយាយសុភាពរៀបសារទុនភ្លុនចំណែកពួកនាងវិញនិយាយចេញមកស្រែកនេះគេហៅមួយយ៉ាងទៀតថាស្រីគេជើធ្លុះអើយអញទ្រាំបានតែបដៅអាកធាត់នេះសិនគ្នាក៏សុំបដៅមួយនឹងដែរ
ណែអាចឆ្នោកបជ្រៃធំពួកឯងយកឯកសារនេះទៅឲ្យលោកមេភូមិសញ្ញេទៅតើជាឯកសារអុយទៅមេ អូគឺដីស្រែដីចំការពុកចង់ផ្ទេរឲ្យពួកឯង អមិនបាច់ទេពុកមិនបាច់ទេទ្រព្យសម្បត្តិរបស់ពុកទុកចុះ ទុកធ្វើអីទៀតទៅពុកម៉ែចាស់ហើយពុកម៉ែចង់ទៅវត្តទៅវាពុកម៉ែបកលឲ្យពួកឯងទុកគ្រាន់រកស៊ីចង់យកទៅធ្វើអីក៏ធ្វើចុះឲ្យវារីកចម្រើនណាកូនពុកមេពិតជាស្រឡាញ់កូនដល់ហើយកូនមើលទូជាតិនេះសងគុណពុកមេមិនអស់នោះទេ មិនអីទេកូនស្រីឲ្យតែពួកឯងស្រឡាញ់គ្នាប្រឹងប្រែងរកស៊ីពុកសប្បាយចិត្តណាស់ហើយពុកមានស្អីគឺពុកជួយកូនហើយដើម្បីឲ្យកូនបានរីកចម្រើនទៅលឿនណាកូន បាទខ្ញុំមិនធ្វើឲ្យពុកម៉ែអស់សង្ឃឹមនោះទេ អាឆ្នុកឯងទៅតការបានប្រហែលខែសោះហើយទ្រព្យសម្បត្តិដូចជាហូរចូលម្លេះខាងឪពុកម្ដាយក្មេកក៏ឲ្យខាងឪពុកម្ដាយបង្កើតក៏ឲ្យ នេះដោយសារតែពួកគាត់ជឿជាក់លើខ្ញុំនិងប្រពន្ធខ្ញុំនឹងណា ពួកខ្ញុំនេះមិនដេធ្វើឲ្យពុកមេស្រក់ទឹកភ្នែកមិនដេធ្វើឲ្យពុកមេអស់សង្ឃឹមទើបបានជាពួកគាត់ទុកចិត្តលើពួកខ្ញុំដល់ម្លឹងនឹងណាលោកមេភូមិការពិតទូទ្រព្យសម្បត្តិទាំងអស់នេះពួកខ្ញុំចង់បានទេតែពួកគាត់បខំឲ្យយក ដោយសារតែពួកឯងមានគំនិតផងហើយការរកស៊ីរបស់ពួកឯងឥឡូវក៏វិរិយដុះដាលខ្ញុំគិតថាមិនយូរនោះទេពួកឯងនឹងក្លាយទៅជាអ្នកមានជាងគេនៅទីនេះហើយ អូអរគុណហើយលោកមេភូមិវាមិនដល់ថ្នាក់នោះទេ ថាមិនត្រូវទេព្រោះថាប្រពន្ធឯងនេះក៏ពូកែដែរលោកមេភូមិជួយខ្ញុំផងអ្នកក្រវាយខ្ញុំ លោកមេភូមិចាប់អាកធាត់នេះដាក់គុកទៅអាកធាត់នេះនិយាយថាមាត់ឆ្កែស្បើមណា ងាប់ហើយឲ្យតែជួអាម៉ាប់លើកណាឮតែពាក្យក្រហើយនឹងមានរហូតលោកមេភូមិ ខ្ញុំនេះក៏ស្អប់អាម៉ាប់នឹងដែរនិយាយពីថាមិនដែរចេះនិយាយព្រោះភាសាដាក់គេនោះទេលោកមេភូមិអញគិតមើលទៅមកដៀលពួកខ្ញុំស្រីស្រីឡើងកប់កប់មាត់ពួកខ្ញុំទ្រាំមិនបានក៏ចូលប្រលះគេបែបនេះទៅហើយគេក៏បានតវាយពួកខ្ញុំឡើងទ្រោមបែបនេះដែរ ណែអាម៉ាប់ឯងគួរតែយកអាឆ្នុកធ្វើជាគំរូទៅឃើញតែអាឆ្នុកឥឡូវគេមានប្រពន្ធហើយមុខរបរគេក៏ស្ថិរភាពទៀតហើយចំណែកឯងវិញដើរទៅមើលងាយគេពេញភូមិហើយមិនមែនជាអ្នកមានលើសគេលើសឯងនោះទេមានប្រពន្ធនឹងវាគ្មានអីអស្ចារ្យនោះទេកុំមើលងាយគេពេកណាអេលោកមេភូមិខ្ញុំមានប៉ុណ្ណឹងហើយលោកមេភូមិឯងហ៊ាននិយាយអញ្ចឹងទៀតឯងមានប្រពន្ធណាឯងមើលអាឆ្នុកទៅឥឡូវនេះទ្រព្យសម្បត្តិគេច្រើនណាស់ឪពុកម្ដាយក្មេកឲ្យផងឪពុកម្ដាយបង្កើតឲ្យផងហើយការរកស៊ីរបស់គេកាន់តែរីកដុះដាលឥឡូវឮថាចង់រកនេះរកនោះទៀតហើយចុះឯងវិញឯងមានស្អីឯងសូម្បីតែគ្រួសារក៏មិនទាន់មានផងហើយគេស្អប់ពេញភូមិទៀតនេះនៅតែមិនភ្ញាក់ខ្លួនទៀតមែនទេ រឿងថ្ងៃនេះបងម៉ាប់ឯងការងារក៏គ្មានធ្វើបើអត់ពុកមេទូមិនដេញថារស់ល្មិចកើតនោះឡើយ អូយអូនណាបើថាអត់ពីឪពុកម្ដាយអាម៉ាប់នេះសុំទានគេហើយវាគ្មានសមត្ថភាពស្អីនោះទេហើយធាត់ដូចជាជ្រូកមុខដូចជាហ៊ីងអញ្ចឹងនោះ អាម៉ាប់ឯងល្មមភ្ញាក់ខ្លួនហើយឃើញទេសមត្ថភាពឯងមានប៉ុណ្ណាគេដឹងច្បាស់ខ្លាំងណាស់ហេតុអីក៏ឯងនៅតែមើលងាយគេទៀត ឈប់បានឈប់ទៅណាកូនប្រុសធ្វើបែបនឹងគេមិនសរសើរនោះទេផ្ទុយទៅវិញណាវាធ្វើឲ្យបាក់មុខបាក់មាត់ដល់ពុកម៉ែនេះទៀតឈប់ក៏អើកតូនតទៅទៀតទៅធ្វើខ្លួនឲ្យវាត្រឹមត្រូវដោយគេដោយអញខ្លះទៅណាកុំធ្វើចេញមកវាខុសគេខ្លាំងពេក អីយ៉ាហេតុអីក៏គ្រប់គ្នាថាឲ្យខ្ញុំបែបនេះខ្ញុំមានត្រង់ណាមិនល្អ អូយឯងមិនល្អគ្រប់យ៉ាងនឹងគ្មានកន្លែងណាល្អផង អាម៉ាប់ឪពុកម្ដាយឯងណាខំកសាងកិត្តិយសគេឈ្មោះខ្លាំងណាស់គេប្រឹងប្រែងរកស៊ីប្រឹងប្រែងរាប់អានអ្នកភូមិឲ្យអ្នកភូមិស្រឡាញ់ច្រើនប៉ុន្តែឯងវិញមិនធ្វើតាមឪពុកម្ដាយឯងទេបែរជាធ្វើឲ្យអ្នកភូមិស្អប់ទៅវិញនេះដូចអ្នកភូមិនិយាយថាបើសិនជាឯងអត់ពីឪពុកម្ដាយឯងទៅឯងពិបាករស់ខ្លាំងណាស់ត្រូវហើយកូនឯងនេះល្មមភ្ញាក់ខ្លួនហើយគេស្អប់ឯងឡើងពេញភូមិប៉ុណ្ណឹងហើយហេតុអីក៏ឯងនៅមិនដឹងខ្លួនទៀតអីយ៉ាម្នាក់ស្ដីឲ្យខ្ញុំខ្លាំងណាស់មើលទៅខ្ញុំនេះខុសមែនហើយ អើឯងខុសហើយមិនរត់ត្រូវទេ បើអញ្ចឹងខ្ញុំមានតែប្រឹងកែខ្លួនពុកម៉ែឲ្យខ្ញុំសុំទោសផងខ្ញុំធ្វើឲ្យពុកម៉ែលំបាកហើយ អើកែខ្លួនទៅកូនវាមិនទាន់យឺតពេលណាឡើយទេ ហើយឯងក៏ទៅសុំទោសអ្នកភូមិទៅណាព្រោះគេស្អប់ឯងច្រើនណាស់បាទខ្ញុំនឹងទៅសុំទោសអ្នកភូមិទាំងអស់គ្នា